កាលពីព្រេងនាយមានក្មេងប្រុសម្នាក់ឈ្មោះច័ន្ទគាត់ជាក្មេងខ្ជិលច្រអូសមិនសូវចូលចិត្តធ្វើការងារជួយឪពុកម្ដាយទេខ្ញុំងងុយដេកណាស់មិនចង់ធ្វើការទេឪពុករបស់ច័ន្ទតែងតែហៅគាត់ឲ្យមកជួយធ្វើស្រែជារៀងរាល់ថ្ងៃច័ន្ទអើយមកជួយពុកដកស្ទូងមកកូនថ្ងៃមួយខណៈពេលដែលច័ន្ទដើរលេងក្បែរភ្លឺស្រែគាត់បានឃើញពន្លឺអ្វីមួយយ៉ាងចាំងចេញពីដីភក់អូនោះជាអ្វីទៅភ្លឺចាំងម្ល៉េះពេលគាត់ជីកកកាយដីមើលគាត់ក៏ឃើញគ្រាប់ស្រូវពណ៌មាសមួយគ្រាប់ដ៏ស្រស់ស្អាតវាជាគ្រាប់ស្រូវមាសស្អាតណាស់ឪពុករបស់ច័ន្ទប្រាប់ថានេះជាគ្រាប់ស្រូវទិព្វដែលមិនងាយដាំដុះនោះទេគ្រាប់ស្រូវនេះទាមទារការយកចិត្តទុកដាក់និងញើសឈាមទើបអាចដុះបានណាកូនដោយចង់បានដើមស្រូវមាសច័ន្ទក៏ចាប់ផ្ដើមដាំវាដោយប្រុងប្រយ័ត្នបំផុតជារៀងរាល់ថ្ងៃច័ន្ទត្រូវក្រោកពីព្រលឹមដើម្បីយកទឹកស្រោចវាហត់បន្តិចមែនតែខ្ញុំត្រូវតែព្យាយាមគាត់លែងខ្ជិលទៀតហើយគាត់ខំដកស្មៅនិងថែទាំកូនស្រូវយ៉ាងដិតដល់ស្មៅទាំងនេះមិនអាចមកបំផ្លាញស្រូវមាសខ្ញុំបានទេមិនយូរប៉ុន្មានគ្រាប់ស្រូវក៏បានលូតលាស់ទៅជាដើមស្រូវមាសដ៏ស្រស់ស្អាតវាដុះហើយវាពិតជាអស្ចារ្យណាស់ច័ន្ទបានយល់ពីតម្លៃនៃការព្យាយាមតាំងពីពេលនោះមកគាត់តែងតែជួយការងារឪពុកម្ដាយជានិច្ចពុកពិតជាមានមោទនភាពចំពោះកូនណាស់ច័ន្ទ